បាទជំរាបសួរជួបគ្នាសាជាថ្មីនៅក្នុងវីដេអូនេះគឺខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅស្វែងយល់តើអ្វីជា degree នៃឯកធាតុនិងពហុធាតុប៉ុន្តែនៅក្នុងវីដេអូនេះដែរគឺខ្ញុំចង់ផ្ដោតតែ degree នៃឯកធាតុសិនចំណែកឯ degree នៃពហុធាតុគឺនៅវីដេអូបន្ទាប់អញ្ចឹងដើម្បីកុំឲ្យខាតពេលយូរយើងទៅស្វែងយល់ពីឧទាហរណ៍សិនឧទាហរណ៍មួយនេះគេមានឯកធាតុដូចខាងក្រោមនេះ 2x គេអាចសរសេរបានថា2គុណនឹង x អញ្ចឹង degree នៃ 2x គឺ1មួយទៀតដក 3x ការ៉េគេអាចសរសេរបានថាដក3គុណនឹង x គុណនឹង x មានន័យថាគុណអថេ x ចំនួន2ដងអញ្ចឹង degree នៃដក 3x ការ៉េគឺ2មួយទៀត 5x ការ៉េ y គេអាចសរសេរបានថា5គុណនឹង x គុណនឹង x គុណនឹង y គុណនឹង x 2ដងហើយនឹង y ម្ដងទៀតអញ្ចឹង degree នៃ 5x ការ៉េ y គឺ3គេសង្កេតឃើញថា degree នៃឯកធាតុជាចំនួនដែលគុណគ្នាក្នុងឯកធាតុនោះនៅទីនេះគេចង់មានន័យដូចម្ដេចឥឡូវយើងមើលឧទាហរណ៍ខាងលើឃើញថា 5x ការ៉េ y គឺសរសេរបាន 5x គុណនឹង x y អញ្ចឹងយើងមើលថា x គុណនឹង x 2ដងហើយគុណនឹង y មួយទៀតអញ្ចឹងអថេគុណគ្នាចំនួន3ដងអញ្ចឹង degree នៃឯកធាតុនេះគឺចំនួន3ដងអញ្ចឹងគេទាញបានជាទូទៅមួយថាប៉ុន្តែនៅក្នុងសភៅភាសាខ្មែរយើងគឺមានលក្ខណៈផ្សេងប៉ុន្តែក្នុងន័យតែមួយទេ degree នៃឯកធាតុគឺជាចំនួននៃអថេដែលគុណគ្នានៅក្នុងឯកធាតុនោះឥឡូវយើងមើលបន្តទៀតខ្ញុំបញ្យល់បន្ថែមយើងមើលរូបនេះ 3ab គេអាចសរសេរថា3គុណនឹង a គុណនឹង b អញ្ចឹងអថេគុណគ្នានឹងចំនួនប្រមាណដងគឺ2ដងហើយមួយទៀតដក 4x ការ៉េ y នេះដូចគ្នាដែរដក 4គុណនឹង x គុណនឹង x គុណនឹង y អញ្ចឹងយើងឃើញថាអថេទាំង3នឹងគុណគ្នាចំនួន3ដងអញ្ចឹង degree នៃឯកធាតុហ្នឹងគឺជាចំនួនដែលអថេទាំងអស់ហ្នឹងគុណគ្នាម្យ៉ាងទៀតដើម្បីងាយស្រួលក្នុងការកំណត់ចំណាំនៃ degree នៃឯកធាតុខ្ញុំសូមលើកឧទាហរណ៍មួយនេះគឺ 3p ស្វ័យគុណ7គុយការ៉េហើយនឹង s ស្វ័យគុណ1ដើម្បីកំណត់បានពី degree នៃឯកធាតុមួយនេះដោយវិធីងាយស្រួលយើងគ្រាន់តែយកនិទុសននៃអថេ p នេះគឺ7និទុសននៃ p គុយនេះគឺ2ហើយនិទុសនរបស់ s នេះគឺប្រមាណ1 7បូក2បូក1គឺស្មើ10អញ្ចឹង degree នៃឯកធាតុនេះគឺស្មើ10ស្របមកវិញដើម្បីកំណត់បាន degree នៃឯកធាតុយើងគ្រាន់តែយកនិទុសននៃអថេនីមួយៗបូកបញ្ចូលគ្នាទៅយើងឃើញតម្លៃនៃ degree ហ្នឹងហើយឥឡូវយើងមើលលំហាត់គំរូរបស់យើងក្នុងនេះគេថាចូលប្រាប់អថេនិង degree នៃឯកធាតុមានយើងកំណត់អថេហើយនិង degree នៃឯកធាតុនេះយើងមានឯកធាតុចំនួន4ឥឡូវយើងចូលទៅដល់ចម្លើយហ្នឹងដើម្បីងាយស្រួលក្នុងការបញ្យល់នេះគឺមានឯកធាតុចំនួន4យើងមើលឯកធាតុមួយនេះតើអថេមានអថេខ្លះមានអថេ x y និង b តើ degree ប្រមាណដូចអ្វីដែលខ្ញុំប្រាប់អញ្ចឹងគឺយើងងាយស្រួលយើងគ្រាន់តែបូកនិទុសននៃអថេនីមួយៗហ្នឹងទៅមាន2បូក1 3បូក3គឺ6មួយនេះដូចគ្នាសង្ឃឹមអ្នកនរគ្នាស្វែងយល់បានច្រើននេះគឺជាលំហាត់ប្រតិបត្តិដើម្បីឲ្យអ្នកទាំងអស់គ្នាគិតលេងកំសាន្តអារម្មណ៍ទៅចុះបាទវីដេអូនេះមានតែប៉ុណ្្នឹងឯងជួបគ្នានៅវីដេអូក្រោយទាក់ទងនឹង degree នៃពហុធាតុបាទជំរាបលា